តើព្រៃមួយនេះនរណាជាអ្នកបង្កើតវាឡើងហើយហេតុអ្វីបានជាធ្វើឲ្យមនុស្សលោកយើងភ័យខ្លាចខ្លាំងដល់ថ្នាក់នេះនេះគឺជារូបថតពិតដែលយោធាថតចាប់ថាស UFO ពីលើព្រៃនេះថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកដឹងសាច់រឿងពិតនៃព្រៃមួយនេះព្រៃមួយនេះមានឈ្មោះថា Hoyobashi រឿងដំបូងដែលធ្វើឲ្យអ្នកចូលទៅដល់ទីនោះមានអារម្មណ៍មិនស្រួលគឺរូបរាងនៃដើមឈើនៅក្នុងព្រៃនេះមិនដោះត្រង់ដូចជាព្រៃទូទៅទេប៉ុន្តែពួកវាដោះពុនពេកក្រញៀងកញ្ញងវិលជារង្វង់ខុសពីធម្មជាតិទាំងស្រុងអ្វីដែលរត់តែចម្លែកមនុស្សគ្រប់គ្នាដែលហ៊ានដើរជាន់ព្រៃដីមួយនេះតែងតែជួបប្រទះនូវបាតុភូតដូចគ្នាគឺស្រាប់តែមានអារម្មណ៍តានតឹងនិងមានអារម្មណ៍ដូចជាមានភ្នែករាប់ពាន់គូកំពុងលបមើលពួកគេអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺបាតុភូតផ្លូវចិត្តមនុស្សជាច្រើនបានលើសំឡេងខ្សឹបខ្សៀវដាក់ត្រចៀកហើយពេលខ្លះទៀតពួកគេលើសំឡេងមនុស្សស្រីស្អែកកឹកយ៉ាងព្រឺព្រួយចេញពីកណ្ដាលព្រៃស្ងាត់ជ្ងំរឿងរ៉ាវដ៏រន្ធត់បំផុតដែលល្បីតគ្នាគឺរឿងក្មេងស្រីអាយុ5ឆ្នាំម្នាក់បានដើរវង្វេងចូលទៅក្នុងព្រៃនេះរួចក៏បាត់សម្ោឆឹងរកមិនឃើញឡើយប៉ុន្តែ5ឆ្នាំក្រោយមកសត្វតែក្មេងស្រីម្នាក់នោះបានដើរចេញពីព្រៃមកវិញដោយសម្លៀកបំពាក់នៅស្អាតដដែលអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺនាងមិនបានចាស់ជាងមុនសូម្បីតែបន្តិចមិនតែប៉ុណ្ណោះនៅចំកណ្ដាលនៃព្រៃដ៏ធំនេះវាមានរហោស្ថានរាងរង្វង់មូលឥតខ្ចោះមួយកន្លែងដែលគ្មានរុក្ខជាតិអាចដោះលូតលាស់បានឡើយអស់រយៈពេលរាប់រយឆ្នាំមកហើយដូចជាមានថាមពលអ្វីមួយយ៉ាងមកសង្កត់ពីលើហើយនៅក្នុងឆ្នាំ1968អាកំបាំងបានផ្ទុះខ្លាំងនៅពេលដែលអ្នកបច្ចេកទេសយោធាម្នាក់ចាប់បានរត់ថតថាហោះ UFO យ៉ាងច្បាស់ហោះក្រឡឹងពីលើព្រៃនេះសូម្បីតែឧបករណ៍អេឡិចត្រូនិកទូរស័ព្ទឬកាមេរ៉ាទំនើបពេលយកចូលទៅដល់តំបន់រង្វង់មួយនេះគឺតែងតែគាំងឬដាច់រលត់ដោយគ្មានមូលហេតុតើព្រៃ Hoyobashi នេះពិតជាច្រកទ្វាររបស់ពួកភពក្រៅឬក៏ជាកន្លែងលាក់បាំងរបស់ថាមពលមនុស្សពីមុនចុះសម្រាប់បងប្អូនវិញតើបងប្អូនហ៊ានដើរចូលព្រៃមួយនេះទេចាំជួយប្រាប់ខ្ញុំផងសូមអរគុណ